រឿងនេះឬពុទ្ធៅតាជាយូរលងណាស់មកហើយមានតាចាស់កំសត់ក្រីក្រម្នាក់ឈ្មោះសុកគាត់តែងតែចូលទៅកាប់អុសនៅក្នុងព្រៃដើម្បីយកមកលក់ចិញ្ចឹមគ្រួសារថ្ងៃនេះតាសុកខំប្រឹងកាប់ដើមឈើធំមួយនៅក្បែរមាត់ទឹកមួយថ្ងៃវល់ល្ងាចមិនបានសម្រាកទាល់តែសោះព្រោះដើមឈើនោះធំហើយតាសុកក៏ចាស់កម្លាំងចុះខ្សោយទៅហើយកំពុងតែខំកាប់រំលំដើមឈើស្រាប់តែពូថៅតាសុករបូតធ្លាក់ចូលទៅក្នុងទឹកបាត់តាសុកស្ដាយពូថៅរបស់គាត់ណាស់គាត់ខំប្រឹងមុជទឹករាវរកយ៉ាងណាក៏មិនឃើញតាសុកអស់សង្ឃឹមព្រោះរកពូថៅរបស់គាត់មិនឃើញគាត់ក៏អង្គុយយំនៅក្បែរមាត់ទឹកតែម្នាក់ឯងហើយនិយាយរៀបរាប់ថាបើគ្មានពូថៅនេះទេគ្រួសារគាត់ប្រកាសជាដាច់បាយមិនខានស្រាប់តែតាចាស់ម្នាក់សក់ស្កូវប្រងបានឈរនៅចំពោះមុខតាសុកមិនដឹងថាលោកតាសក់សចេញពីកន្លែងណាប្រៀបដូចជាចេះបំបាំងខ្លួនគាត់សួរតាសុកថាតើមានរឿងអ្វីបានជាអ្នកអង្គុយយំម្នាក់ឯងដូចនេះតាសុកឆ្លើយថាលោកម្ចាស់ខ្ញុំយំព្រោះស្ដាយពូថៅរបស់ខ្ញុំដែលធ្លាក់ទៅក្នុងទឹកពូថៅនោះគឺជាអាយុជីវិតគ្រួសារខ្ញុំបើគ្មានពូថៅនោះខ្ញុំគ្មានអ្វីកាប់អស់លក់ទៀតទេតាសក់សធានាចុះទៅជួយរកពូថៅឲ្យតាសុកគាត់ហក់ចុះទៅក្នុងទឹកមួយសន្ទុះងើបមកវិញបង្ហាញផ្លែពូថៅមាសមួយភ្លឺចិញ្ចាចឲ្យតាសុកមើលហើយគាត់សួរតាសុកថានេះឬពូថៅតាខ្ញុំរកឃើញហើយតាសុកជាមនុស្សទៀងត្រង់គាត់ប្រកែកថាមិនមែនពូថៅរបស់គាត់ទេតាសក់សមុជចុះទៅក្នុងទឹកម្ដងទៀតពេលងើបមកវិញកាន់ពូថៅប្រាក់មួយភ្លឺចិញ្ចាចជាប់នឹងដៃតាសក់សសួរតាសុកម្ដងទៀតនេះឬពូថៅតាចុះមកយកទៅតាសុកនៅតែប្រកែកថាមិនមែនជាពូថៅរបស់គាត់ព្រោះពូថៅគាត់មិនមែនជាពូថៅមាសឬពូថៅប្រាក់ភ្លឺចិញ្ចាចដូច្នេះទេតាសក់សមុជចុះក្នុងទឹកជាលើកទី3ម្ដងនេះពេលងើបពីទឹកវិញតាសក់សលើកពូថៅច្រេះចាប់មួយឲ្យតាសុកមើលតាសុកអរណាស់រួចស្រែកថានេះទៅជាពូថៅរបស់ខ្ញុំអរគុណណាស់លោកម្ចាស់តាសុកទទួលពូថៅមកអោបជាប់ទ្រូងលោកម្ចាស់ខ្ញុំគ្មានអ្វីសងគុណដល់លោកទេខ្ញុំសូមបួងសួងដល់ទេវតាសូមជួយចម្រុងចម្រើននិងថែរក្សាលោកម្ចាស់ឲ្យជួបតែក្តីសុខរហូតទៅតាសក់សញញឹមហើយតបវិញថាតាជាមនុស្សសុចរិតទៀងត្រង់ល្អណាស់តាសក់សបានប្រគល់ពូថៅមាសនិងពូថៅប្រាក់ឲ្យតាសុកដើម្បីជារង្វាន់ដល់ចិត្តទៀងត្រង់របស់គាត់តាសុកទទួលពូថៅមាសនិងពូថៅប្រាក់ដោយចិត្តរំភើបត្រេកអរតាសក់សក៏រលាយរូបបាត់មួយរំពេចរឿងដែលតាសុកទទួលបានពូថៅមាសពូថៅប្រាក់បានដឹងដល់សេដ្ឋីភោគសេដ្ឋីភោគជាអ្នកមានទ្រព្យសម្បត្តិមិនខ្វះអ្វីទាំងអស់នៅក្នុងភូមិនេះប៉ុន្តែលោកសេដ្ឋីនៅតែមានចិត្តលោភលន់គាត់ច្រណែនចង់បានពូថៅមាសពូថៅប្រាក់ដូចតាសុកដែរទើបសេដ្ឋីភោគមកសួរចង់ដឹងរឿងពីតាសុកបានដឹងហេតុផលសពគ្រប់ហើយសេដ្ឋីភោគខំតែងខ្លួនធ្វើជាអ្នកក្រកាន់ពូថៅមួយទៅកាប់រំលំដើមឈើក្បែរមាត់ទឹកកន្លែងដែលតាសុកប្រាប់សេដ្ឋីភោគកាប់ដើមឈើបានមួយសន្ទុះក៏ធ្វើឲ្យរបូតពូថៅធ្លាក់ចូលទៅក្នុងទឹករួចហើយក៏មកអង្គុយយំរៀបរាប់ដូចជាស្ដាយពូថៅខ្លាំងណាស់ពេលនោះតាសក់សលេចធ្លោចេញមកដូចមុនលោកតាសក់សសួរសេដ្ឋីភោគហេតុអ្វីបានជាតាយំសេដ្ឋីភោគខំយំរៀបរាប់តាមពាក្យដែលតាសុកប្រាប់ទាំងអស់តាសក់សប្រាប់ថាមិនអីទេតាកុំយំចាំខ្ញុំចុះទៅជួយរកឲ្យតាលោកតាសក់សលោតចុះទៅក្នុងទឹក
តាភោគអង្គុយចាំដោយត្រេកអរតាសក់សងើបចេញពីទឹកហុចពូថៅច្រេះចាប់មួយឲ្យសេដ្ឋីភោគសេដ្ឋីភោគប្រកែកថាទេមិនមែនពូថៅរបស់ខ្ញុំទេពូថៅខ្ញុំល្អណាស់ចំណែកពូថៅនេះចាស់គំរិលច្រេះចាប់អស់ទៅហើយតាសក់សមុជចុះទឹករាវរកម្ដងទៀតម្ដងនោះតាសក់សលើកពូថៅប្រាក់សួរសេដ្ឋីភោគគាត់នៅតែប្រកែកថាមិនមែនពូថៅគាត់ទេលោកតាសក់សមុជចុះក្នុងទឹកម្ដងទៀតរាវរកមួយសន្ទុះមិនទាន់ឃើញងើបមកវិញសេដ្ឋីភោគខំអង្គុយចាំទាំងអន្ទះសាលោកតាសក់សងើបចេញពីទឹកជាលើកទី3កាន់ពូថៅមាសយ៉ាងល្អមួយមកបង្ហាញសេដ្ឋីភោគសេដ្ឋីភោគជាមនុស្សលោភលន់ស្រែកដោយត្រេកអរមែនហើយពូថៅនេះតើបជាពូថៅរបស់ខ្ញុំសេដ្ឋីភោគស្ទុះចុះទៅទទួលពូថៅមាសទាំងត្រេកអរញញីញញ័រមិនបានប្រយ័ត្នក៏រអិលដួលបោកក្បាលត្រូវនឹងដុំថ្មបែកឈាមហូរសស្រាក់ប៉ុន្តែសេដ្ឋីភោគភ្លេចឈឺព្រោះសប្បាយចិត្តនឹងបានពូថៅមាសតាសក់សឃើញ